បាទគុណគ្រូទាំងអស់គ្នាអញ្ចឹងនេះគឺជា sample indicator tracking tool បាទអញ្ចឹងនៅក្នុង indicator tracking tool នេះយើងមាន indicator ID យើងមាន indicator បាទហើយយើងមាន unit ឬຂະຫນាតរបស់ indicator ហ្នឹងហើយយើងមាន result level ថា indicator របស់យើងនៅក្នុង level មួយណាបាទហើយអានេះគឺវា link ទៅនឹង result ID នេះគឺតកតងជាមួយនឹង M&E framework ដែលយើងបានបង្កើតណាបាទអញ្ចឹងយើងមាន M&E framework នេះហើយយើងតាមរយៈ M&E framework សម្រាប់គម្រោងឬសម្រាប់កម្មវិធីរបស់យើងគឺយើងអាចបង្កើតទៅជា indicator tracking tool បាទអញ្ចឹងនេះគឺជា indicator tracking tool អញ្ចឹងកន្លែងដែលសំខាន់គឺតកតងជាមួយនឹង target ចាអញ្ចឹងយើងមាន target ហើយយើងមាន target ទៅតាមឆ្នាំនីមួយៗឬក៏បើយើងបំបែកដល់ target by quarter ក៏យើងអាចបំបែកបានដែរណាបាទហើយបន្តមកទៀតយើងមានactual បាទ actual ឬក៏យើងនិយាយថា achieve ណាបាទអញ្ចឹងយើងមាន total actual ឬ total achieve ហ្នឹងហើយយើងមាន actual by year មួយៗណាបាទហើយនៅក្នុងនេះយើងមាន indicator status អញ្ចឹងតើ state indicator របស់យើងហ្នឹងមាន status បែបណាណាជា no progress limited progress satisfactory progress achieve ឬ overachieve ហ្នឹងអាស្រ័យលើស្ថាប័នឬក៏កន្លែងយើងដែលយើងកំណត់ state ទៅលើ indicator នីមួយៗហ្នឹងយើងមាន description បកស្រាយពន្ធនាលម្អិតអំពី indicator ហើយនឹង remark ទៅលើយើងមានអីបន្ថែមទៅលើនឹងទៀតបាទអញ្ចឹងគោលបំណងយើងនេះគឺយើង convert indicator tracking tool នេះឲ្យទៅជា data set ដើម្បីយើងអាចដាក់ទៅក្នុងPower BI បានបាទអញ្ចឹងដើម្បីយើងបង្កើតបានឥឡូវបើយើងមើលនៅក្នុងនេះគឺយើងមានថាមាន target មាន total target និងមាន target សរុបទាំងអស់បាទទាំង4នេះគឺ4កន្លោនណាបាទហើយខាងនេះគឺ achieve ក៏មាន4កន្លោនដូចគ្នាបាទអញ្ចឹងមានន័យថាយើងត្រូវ copy 4ដងណាពីក្នុង sheet នេះទៅយើងមិន copy ប៉ុន្តែយើង referencing ហើយដែលបានជាយើងចាំបាច់ referencing គឺដើម្បីងាយស្រួលនៅពេលណាដែល tracking tool នេះមានការផ្លាស់ប្ដូរ change អញ្ចឹងក្នុងនេះក៏វាមានការផ្លាស់ប្ដូរផងដែរបាទអូខេឥឡូវយើងចូលទៅដល់ sample data spreadsheet នេះបាទអញ្ចឹងយើងបាទអញ្ចឹងយើងបង្កើតជានេះមកបាទយើង capture មកអញ្ចឹងកន្លែងដែលយើងត្រូវយកដាក់សំខាន់នៅទីនេះគឺមាន indicator ID យើងមាន indicator យើងមាន unit result level អញ្ចឹងបើយើងមើលទៅគឺប្រហាក់ប្រហែលជាមួយនឹងខាងរបស់យើងនេះចាប់ពីនេះទៅណាចាប់ពីនេះទៅយើងឃើញដូចគ្នាណាអញ្ចឹងយើងអាច copy យកមកបានណាឥឡូវខ្ញុំលុបចាស់ចោលសិនបាទបាទអញ្ចឹងយើងអាចប្រើសញ្ញាស្មើនេះហើយយើង reference ពី indicator របស់យើងនេះមកអញ្ចឹងយើងយក ID ត្រូវជាមួយនឹង ID មកណាបាទហើយតមកទៀតគឺ indicator ត្រូវមួយ indicator result ID ត្រូវជាមួយ result ID ណាហើយបន្តមកទៀតយើងទាញចុះមករហូតបាទរហូតទៅដល់ចំនួនដែលយើងចង់ទុកណាឥឡូវយើងយកមកដល់លេខ51បាទបើយើងមើលនៅក្នុងនេះទៅគឺមានទាំងអស់ដល់51ដែរហេតុអីបានជាខ្ញុំសង្កួរដល់51ពីព្រោះដើម្បីកាលថ្ងៃក្រោយយើងមានថែម indicator អីពីលើនឹងទៀតអញ្ចឹងយើងអាចថែមបាននៅក្នុងហ្នឹងអញ្ចឹងកាលណាយើងថែមនៅក្នុងនេះ data spreadsheet របស់យើងក៏វាថែមទៅតាមនឹងដែរបាទអូខេអញ្ចឹងជំហានទី2គឺយើងត្រូវយកទី2ណាបាទអញ្ចឹងយើងយក indicator ID នេះម្ដងទៀតបាទយើងយកស្មើជាមួយទី1មកបាទអញ្ចឹងតទៅទៀតយើង copy រូបមន្តហ្នឹងបាទហើយយកមកផាសរបស់យើងមានប្រមាណដែលយើងក្រងធ្វើហ្នឹងគឺយើងថាសរុបយើងក្រងធ្វើយើងចង់បានប្រមាណយើងដាក់មកដល់ហ្នឹងមកឥឡូវថតថាខ្ញុំចង់បានរហូតទៅដល់300ណាបាទអញ្ចឹងបើខ្ញុំយកដល់ទៅ301នេះខ្ញុំ copy មកហើយខ្ញុំផាសវាជាបាទខ្ញុំផាសវាជារូបមន្តណាបាទអញ្ចឹងយើងផាសជារូបមន្តអញ្ចឹងវានឹងបន្តអញ្ចឹងកាលណាដែលយើងដូរតែមួយខ្ញុំឧទាហរណ៍ថាខ្ញុំលុបតែលើនេះមួយចោលទេណាខ្ញុំលុបនេះមួយចោលអញ្ចឹងបើយើងមើលទៅនៅក្នុងរបស់យើងនេះគឺលុបទាំងអស់ណាលុបទាំងអស់គ្រប់ឆ្នាំគឺយើងលុបទាំងអស់កាលណាយើងកែប្រែ indicator ណាមួយនៅក្នុងហ្នឹងរយៈពេល 4-5 ឆ្នាំគឺវានឹងកែទាំងអស់តែបើយើង add ថែមគឺយើងនឹងឃើញមានថែមណាអញ្ចឹងខ្ញុំឧទាហរណ៍ថាក្នុងនេះខ្ញុំ add មានថែមដាក់ថា number ខ្ញុំបាទ number children បាទ
បាទ access to បាទ improve education service ចុះណា education services បាទអញ្ចឹងគេណាទាំងអស់គ្នា add indicator time នៅទីនេះក្នុង sample របស់យើងគឺយើងនឹងឃើញមាន time នៅទីនេះបាទអូខេអញ្ចឹងមានន័យបែបហ្នឹងហើយឥឡូវបន្ទាប់ពីយើង add indicator ឲ្យអស់ហើយណាយើងឃើញមានទៅតាមឆ្នាំមួយអស់ហើយពណ៌នេះយើងអាចដាក់ក៏បានយើងមិនអាចដាក់ក៏បានយើងមិនដាក់ក៏បានណាអានឹងអាស្រ័យទៅលើយើងទេខ្ញុំដាក់ដើម្បីកុំឲ្យច្រឡំណាបាទហើយខ្ញុំដកពណ៌ចេញទៅដើម្បីកុំឲ្យគេឆ្ងល់ថាហេតុអីបានជាមានពណ៌ហ្នឹងណាបាទបន្តមកទៀតគឺ target target នេះគឺអ្នកទាំងអស់គ្នាយើងមានរបស់យើងនេះមានតែ2ទេមានតែ target និង actual ទេតែបើយើងមើលរបស់យើងនៅទីនេះគឺមានទាំងអស់4ណាយើងមាន target នេះ4ហើយខាងនេះ4បាទអញ្ចឹងយើងត្រូវទី1យើងត្រូវយកឥឡូវយើងយក target ដំបូងគេយើងថាយក total ចុះណាបាទអញ្ចឹងខ្ញុំយក target total បាទអញ្ចឹងខ្ញុំយកស្មើមកហើយខ្ញុំយកជាមួយនឹងកន្លែងរបស់យើងនេះណា total target នេះបាទអញ្ចឹងខ្ញុំទាញហើយមួយទៀតខ្ញុំយក actual ឲ្យហើយដែរអញ្ចឹងខ្ញុំយក actual នេះគឺទៅជាមួយនឹង total actual បាទតទៅទៀតគឺខ្ញុំទាញមកបាទរហូតមកដល់លេខ50នឹងដែរណានេះដល់លេខ51ដែលខ្ញុំដាក់ហ្នឹងបាទអូខេអញ្ចឹងយើងហើយសម្រាប់ total ហើយប៉ុន្តែ complete ដាក់ period របស់វាគឺទាញ total មកបាទដើម្បីសួរចំណាំខ្លួនឯងបាទអូខេអញ្ចឹងប៉ុណ្នេះ total ណាហើយយើងក៏អាចដាក់ឆ្នាំ2025អីទុកឲ្យហើយមកដើម្បីកុំឲ្យច្រឡំណាបាទហ្នឹងហើយយើងទាញមកត្រឹមណាត្រឹមលេខ100នេះណាយើងឃើញត្រឹមនេះណាអញ្ចឹងយើងយក2025យើងយក2026អញ្ចឹងយើងទាញដូចគ្នាមកឆ្នាំ2026ណាបាទអញ្ចឹងយើងទាញមកត្រឹម2026បាទមកដល់ហ្នឹងហើយបន្តមកទៀតគឺយើងយក2027ណាអញ្ចឹងយើងចូលមក2027ណាយើងយកមកធំលេខ300ណាបាទនេះណាបាទអញ្ចឹងយើងមានទាំងអស់ប៉ុណ្ណឹងបាទហើយចំណែក target យើងត្រឡប់មកវិញអញ្ចឹងយើងតកន្លែង target របស់យើងតិចគឺយើងយកឆ្នាំ2025នេះបាទហើយយើងក៏យក actual នៅកន្លែង actual 2025ដែរបាទអញ្ចឹងយើងទាញមកបាទមកដល់កន្លែងនេះណា101ហើយបន្តមកទៀតគឺយើងយក2026ណាខ្ញុំ2026ណានេះ2026បាទអញ្ចឹងយើងយក target 2026មកបាទហើយកន្លែងនេះយើងយក2026ដូចគ្នា actual របស់យើងក៏យក2026ដែរបាទហើយតទៅទៀតយើងទាញចុះមកគ្រប់លេខ50របស់យើងដែរណានេះត្រឹមនេះណាបាទអូខេបាទត្រឹមហ្នឹងអញ្ចឹងកន្លែងនេះខ្ញុំដាក់លើកហើយអញ្ចឹងកន្លែងនេះ2026ទេគឺ2027ណាអញ្ចឹងខ្ញុំដូរវាវិញតិចខ្ញុំដាក់2027ណាបាទនេះ2027ត្រឹមតែចំណុចបាទត្រឹមតែចំណុចនេះទេ2027អញ្ចឹងអានេះគឺផ្សេងណាផ្សេងយើងអាចថាយើងគីឡូយើងមានច្រើនជាងនឹងយើងដាក់2028អីយើងអាចស្គាល់ដាក់ទៅណាប៉ុន្តែយើងអត់មានទិន្នន័យរបស់យើងដល់2028ហ្នឹងទេណានឹងអានេះ2028ហើយនេះយើងចង់ add ទៅដល់2029ទៅណាគីឡូយើងមានដល់ហ្នឹងយើងមានគម្រោងយើង extend បន្ថែមយើងអាចមានដល់ហ្នឹងណាអញ្ចឹងយើង add មកណាបាទអញ្ចឹងយើងមានអស់តែ2029ឥឡូវយើងទៅយក target របស់យើងទៀត target របស់យើងឥឡូវយើងហើយឆ្នាំ2026ហើយឥឡូវទៅយក2027អញ្ចឹង2027នៅខាងណានេះ target 2027ហើយយើងយក actual 2027ដែរបាទតោះទៀតយើងទាញមកបាទអញ្ចឹងយើងទាញមកដល់ត្រឹម2027ទៅបានហើយបាទនេះ2027ត្រឹមនេះបាទត្រឹមហ្នឹងអូខេអញ្ចឹងរួចរាល់ហើយអញ្ចឹងយើងបានdataset មួយហើយសម្រាប់យើង connect ជាមួយនឹងPower BI របស់យើងណាបាទ